អ្នកខ្លះក៏មុំក៏មកឲ្យចេះធ្វើមីស៊ុបបាយលីងខ្ទឹមសញ៉ាំនៅបើចេះធ្វើទេដល់ខ្មាស់ខ្ញុំហើយនេះវិធីសាស្ត្រក្នុងការធ្វើល្ងីប៉ុណ្្នឹងហើយបើសិនចេះធ្វើទេខ្ញុំដឹងនិយាយមកទេនេះបើចង់ខ្មាស់ដំបូងយើងពងខ្ទឹមឲ្យឈ្ងុយទៅយើងចាក់សាច់ចូលមានដូចជាសក្តិសក្តិមែនតែសក្តិមិនចាំយកដុតទេបើខ្ញុំសុកខ្នុរវិញខ្ញុំដាក់4ដុំដោយសារខ្ញុំធ្វើច្រើនដែរថ្ងៃហ្នឹងលីងមកចាក់ទឹកត្រីចូលបន្តិចឲ្យឈ្ងុយបងប្អូនលីងឲ្យវាមើលទៅវារៀងខាដាច់ទឹកអញ្ចឹងកុំឲ្យវាធំជោគដោយសារថ្ងៃហ្នឹងខ្ញុំធ្វើសាច់លីងឲ្យដាច់ទឹកភីខុនឈ្ងុយមកបងប្អូនចាក់ទឹកចូលហើយចាក់មកល្មមបានហើយកុំចាក់ច្រើនពេកគាត់ឆ្ងាញ់ដែរតាមប្រហែលដល់បងប្អូនចង់បានតែពេលដាក់ឲ្យប៊ីហើយនឹងយកឃើញលីងមួយសាច់ដាក់តាមក្រោយចេះក៏បានតែប្រាំងដុតឲ្យឈ្ងុយឲ្យខ្លោចហើយចាំយកដាក់ទឹកស៊ុបដឹងតែជាតិមកតែខ្ញុំដាក់ល្ងជាមួយនឹងមានការ៉ុតមានឆៃថាវមានល្ហុងតែប៉ុណ្្នឹងហើយចាំការទៀតចាក់ចូលទៅស្មើណាបានញ៉ាំទេនេះមីស៊ុបដាក់ឈាមឆ្ងាញ់បើបានប្រហិតទៀតទៅកប់ស្រីយោកប់ស្រីយោដាក់ទាំងដុំធំហ្នឹងអ្នកអរគ្នាហាន់វាទៅឲ្យចាក់ចូលវាមកយើងដាក់ស្ករមកបិជដូចជាការសាតែបន្តិចយើងពងខ្ទឹមមកប៉ុន្តែកំពងក្រហមពេកខ្លោចវិញយើងពងយកតែប៉ុណ្នេះមកបានហើយនេះពណ៌ប៉ុណ្នេះមកអេមបដៅតែឆាមានតែប្របាក់យើងពងខ្ទឹមហើយនឹងបន្តមកទៀតយើងចាក់ម្ទេសដែលយើងបុកហើយមិនតាចាំការទៀតយើងឆាវាចូលគ្នាមកបន្តយើងពងឲ្យឈ្ងុយណាយើងចាក់ពងទាកន្លុកចូលណាគ្មានដាក់អីទេខ្ញុំដាក់តែរ៉ូឌីបន្តិចហើយប៊ីចេងបន្តិចនិយាយពីជាតិដូចជាតិចូលបានប៉ុណ្្នឹងហើយយើងលីងវាក្រៀមសិនណាចាំចាក់បាយចូលហើយយើងធ្វើបាយឆាឆ្ងាញ់ណាស់ដើម្បីឲ្យរឹងមកដឹងតែឆ្ងាញ់ហើយខ្ញុំដាក់ស្ករក្រហមបន្តិចដើម្បីយកពណ៌ដែរថែមជាមួយនឹងទឹកស្អ៊ីវទៀតនិយាយពីថាជាតិខុសពីបាយឆាធម្មតាច្រើនពេកប្រយ័ត្នប្រាឆានេះគ្មានដាក់គ្រឿងអាចារ្យទេខ្ញុំថែមតែរ៉ូឌីបន្តិចប៊ីចេងបន្តិចហើយជាការសាច់អូនបងប្អូនបានមើលវីដេអូរយវាមកលីងវាច្បល់វាចូលគ្នាមកបាយឆាយើងហើយបងប្អូនមើលមកអូនិយាយពីថាបានកូកាកូអីទៀតដាក់ម្ទេសថែមអីទៀតញ៉ាំជាមួយគ្នានិយាយពីថាអូហើយកប់សេរីតែម្ដង